Ôi cầm tay dương men ắt bà dươngจะลองได้ลบ folder system 3 ปี หนึ่ง จะสุดท้ายได้จะ system 3 ปี system 3 ปีจะ folder ดับไฟล์สำคัญរបស់ Windows โดยជា driver DLL អីចឹងណាใจได้โดยជាខួរក្បាលប្រមាត់ថ្លើមបេះដូងរបស់ Windows ហើយបើមិននេះយើងរស់ខ្វះប្រមាត់ថ្លើមអត់បានហើយចូល Windows រស់បានអត់ចង់យ៉ាងហ្នឹងឥឡូវយើងមកសាកលុបរបស់ខ្ញុំមកចង់ដឹងថាវានឹងហើយខ្ញុំលះបង់ដើម្បីការពិសោធន៍យើងអញ្ចឹងបងប្អូនកុំធ្វើតាមអាសន្នខ្ញុំចាំអត់ខុសទេ folder ហ្នឹងវានៅ drive C នៅក្នុង folder Windows នេះឥឡូវខ្ញុំ save delete វាមើល continue ចង់ដឹងវាមិនដែរចឹងវាឲ្យយើងលុបទេវាត្រូវការ permission ពិសេសទោះបីជាយើង save delete វាក៏វាឲ្យយើងលុបដែរចឹងតែប៉ុណ្ណេះយើងដឹងហើយថាយើងអត់អាចច្រឡំដៃលុបវាចោលងាយៗទេព្រោះ Windows វាអត់ព្រមឲ្យយើងលុបទេតែមានវិធីមួយទៀតបើយើងចង់លុបវាខ្លាំងលោកយើងនៅសុកទំនេរលំមាស់ដៃអត់ការធ្វើចង់ខូចកុំព្យូទ័រខូច Windows អីយើងសាកលុបវាបានដូចខ្ញុំហ្នឹងឥឡូវខ្ញុំសាកលុបវាតាម command line ខ្ញុំចុច run វា administrator មក yes មកចឹងខ្ញុំ run command take own នេះដើម្បីធ្វើជា ownership របស់ system 32ហ្នឹងដើម្បីឲ្យយើងមានសិទ្ធិលុបវាបានចឹងក្រោយបំផុតវា load message មួយថា process cannot access file ដោយសារតែវាត្រូវបាន process មួយទៀតដំណើរការកន្លែងនេះវានៅដាក់ថា access deny ចឹងវាអត់ឲ្យយើងចូលចឹងខ្ញុំគិតថាវាអត់មានអីកើតឡើងទេវាអត់ឲ្យយើងលុប file ហ្នឹងដដែលប៉ុន្តែសាកចេញទៅ desktop ប្រើប្រាស់វាធម្មតាដោយយើងប្រើកុំព្យូទ័រយើងធម្មតាអញ្ចឹង desktop អីវានៅធម្មតាតែចុចចុះចុចឡើងមកសន្ទុះក្រោយមកក៏វា load ចេញសចេះពេលនេះខ្ញុំចុចធ្វើអីក៏អត់បានដែរចង់ធ្វើអីក៏បានដែរតែខ្ញុំសាកចុច control alt delete ដើម្បី restart ក៏អត់បានដែរសំណាងឡើយខ្ញុំ run Windows នៅក្នុង virtual machine ចឹងដើម្បីចុច add បានហើយខ្ញុំក៏ restart virtual machine ហ្នឹងទៅពេល boot មកវិញក៏វាចូល automatic repair នេះដោយសារតែ Windows ហ្នឹងមានបញ្ហាអញ្ចឹងវាព្យាយាមជួសជុលខ្លួនវាខ្ញុំចុច restart នេះទៅវានៅតែ boot loop ដដែលវាអត់ចេញអីទេចឹងខ្ញុំក៏ចុច advanced option មើលមកដល់កន្លែងនេះខ្ញុំសាកចុច continue to windows មកចង់ដឹងថាវាមិនដែរហើយដោយការរំពឹងទុកចឹងគឺវា boot loop ទៅមកណាចឹងអត់ចូល desktop ចឹងបានថាមុខងារ auto repair របស់ Windows នេះវាមិនអាចជួសជុលការលុប system 32របស់យើងបានទេចឹងនៅវីដេអូក្រោយខ្ញុំនឹងព្យាយាមជួសជុលស្រោចស្រង់វាថាតើវាអាចស្រោចស្រង់បានបើយើងអត់ជួស Windows តើយើងមានវិធីអីអាចជួសជុលវាបានអត់ចឹងកុំភ្លេច follow Case Gear ទាំងអស់គ្នាដើម្បីបានមើលវីដេអូក្រោយចាំបានឧបករណ៍ game និងបរិក្ខារលេខទំនើប complete Case Gear